សុខពេកទនេពេកអត់ដឹងថានិយាយមួយណាគេហើយអត់មានអ្នកជឿជាមួយក៏ចូលទៅ website episode ហើយនិយាយជាមួយនឹងមនុស្សផ្សេងៗគ្នាជាច្រើននៅជុំវិញពិភពលោកដូចជាផលសង្ហាម្នាក់នេះចឹងដែលគាត់ជាជនជាតិបង់ក្លាដេសដែលគាត់និយាយដល់កន្លែងនេះខ្ញុំមិនដឹងថាគាត់និយាយពីអីទេ Human Tiger ខំផ្ទៀងស្ដាប់ដល់គាត់នៅតែអត់យល់ Can you say that again please ស្ដាប់អត់សូវបានទេទីមួយមកពីទូរស័ព្ទជួនកាលវាលឺសលេងជួនកាលវាថយសលេងហើយម្យ៉ាងទៀតដោយសារតែតង់ជូនជាតិបង់ក្លាដេសចឹងណាស្ដាប់បានហើយគាត់ថាខ្ញុំដឹងណាដូចខ្លាហើយបើសិនជាបងប្អូនទាំងអស់គ្នាវិញដល់ពេលដែលនិយាយមួយគេហើយគេគិតថាគេប្រាប់ថាយើងហ្នឹងណាដូចខ្លាអញ្ចឹងតើបងប្អូននឹងមាន reaction បែបណា my gosh ចាំស្ដាប់ reaction ខ្ញុំវិញអូខ្ញុំមិននឹកស្មានខ្លួនឯងចេញចឹងសោះសលេងនេះគឺដោយភ័យបាលហើយរន្ធត់ក្នុងចិត្តខ្លាំងមែនតើ What I look like a tiger ពូចិត្តមែនតើមិនដឹងថាមើលពីជ្រុងខាងណាទេបានយល់ថាគេហ្នឹង look like a tiger ចឹងណា Okay it's okay អើយចានេះនិយាយ it's okay តែមិនដឹងថាក្នុងចិត្តវិញក្តៅយ៉ាងណាទេបងអើយស្ដាប់អត់យល់ទេបងយល់ជួយប្រាប់ខ្ញុំផងគាត់និយាយពីអីគេ Yeah it's alright គាត់ថា it's alright ទាំងដែលការពិតអត់មានយល់ថាគាត់បាននិយាយអីខ្លះទេមុនហ្នឹងអូ I thought it's a bit ridiculous for me It's a good thing right Look like a tiger like it's a good thing right ចាល្អខ្លាំងណាស់មុខមាត់មើលទៅដូចសាខ្លាអញ្ចឹងល្អខ្លាំងហ្មងកុំទ្រពេញទំហឹងដែលពូនិយាយថាអត់មានអីមិនល្អទេគេមើលទៅដូចខ្លាចុះខ្លួនឯងវិញញ៉ So what do you think you look like ដូចអីគេហ្នឹង you look like ចាពូហ្នឹងឯងមានអ្នកគេទៀតពូ I look like a horse ហើយពូចេះនឹកឃើញថាខ្លួនឯងហ្នឹងមើលទៅដូចសេះ Yes មិនហ្មងណាពូហ្នឹង Okay so probably you can run very fast ថាខ្លួនគាត់ដូចសេះប្រហែលជាមកពីគាត់បកែរត់លឿនហើយ Yeah I do ខ្ញុំបកែធ្វើអីគេមកគាត់និយាយថាខ្ញុំដូចខ្លាំងចឹង good to hear that ខ្លាសេះគាត់ក៏ចាប់អារម្មណ៍មកសួរខ្ញុំវិញថាតើខ្ញុំមកពីប្រទេសណាខ្ញុំរស់នៅប្រទេសណាចឹងណា Invite him Paul in the middle and ខ្ញុំក៏បានរៀបរាប់ប្រាប់គាត់ថាទង់ជាតិយើងហ្នឹងមានរូបប្រាសាទអង្គរវត្តពណ៌សនៅចំកណ្ដាលហើយគាត់ទៅដោយផ្ទៃពណ៌ក្រហមនិងពណ៌ខៀវចឹងមកនិយាយឲ្យចំទៅគឺគាត់អត់ស្គាល់ទង់ជាតិប្រទេសកម្ពុជាទេអត់ស្គាល់កម្ពុជាទេហើយក៏អត់ដឹងថាប្រទេសកម្ពុជាយើងហ្នឹងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ Yes in Southeast Asia yes Southeast Asia Like what's the nearest country you guys have I can't hear you because my phone ខ្ញុំបានយល់ថាគាត់ចង់និយាយវាអីទៀតហើយក៏ប៉ុន្តែដោយសារតែមុននឹងគឺយើងបាននិយាយគ្នាពីប្រទេសកម្ពុជាយើងថានៅហើយគាត់ក៏ទៅតែដឹងដែរថាប្រទេសកម្ពុជាហ្នឹងគឺស្ថិតនៅក្នុងទ្វីបអាស៊ីប៉ែកអាគ្នេយ៍អញ្ចឹងណាអញ្ចឹងខ្ញុំគិតថាអ្វីដែលគាត់ចង់ដឹងនៅពេលហ្នឹងបន្ទាប់ពីនេះហ្នឹងគឺគាត់ចង់ដឹងថាតើប្រទេសកម្ពុជាយើងហ្នឹងមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសណាខ្លះដែរ I know the neighboring countries of Cambodia are Thailand Laos and Vietnam I've been to Thailand like twice I've been to Phuket I've been there twice you've been there you've been at which country I've been to Thailand twice okay twice you've been to Thailand twice និយាយទៅមិនមានតែគាត់មួយនឹងឯងអ្នកដែលខ្ញុំធ្លាប់បានជួបនៅលើ episode ដល់គាត់ក៏ធ្លាប់និយាយចឹងដែរថាគាត់អត់ធ្លាប់ស្គាល់ប្រទេសកម្ពុជាទេតែតាមបទពិសោធន៍គាត់ដែលគាត់ទៅណាទៅណីចឹងគឺគាត់ធ្លាប់ទៅប្រទេសថៃតែខ្មែរយើងអត់ស្គាល់ទៅវិញ yes I get it nice horse right ខ្ញុំចង់សួរទៅកាន់បងប្អូនទាំងអស់គ្នាវិញតើបងប្អូនទាំងអស់គ្នាយល់ថាគាត់ជាសេះដែលល្អមួយដែរអត់ទេខ្ញុំមិនដឹងថាអាភាសាជាសេះល្អវាជា line up ប្រភេទឬក៏បែបណាទេក៏ប៉ុន្តែស្រាប់ខ្ញុំគឺលឺហើយតែប៉ុណ្ណឹង yes you're right you're a nice horse you're a nice horse I'm a nice horse yeah nice citizen oh actually may I know what do you do like ពូ
ពួកយើងក៏បាននិយាយគ្នាពីនេះពីនោះបន្ថែមទៀតដូចជាពាក់ព័ន្ធទៅនឹងមុខរបររបស់គាត់ហើយនឹងរបស់ខ្ញុំជាដើមតែយើងមានមុខរបរការងារជាអីដែរ I am not a student. Yeah, I have a job as well, like just a job, not a business. Like ខ្ញុំ you. ប្រាប់គាត់ដែរថាខ្ញុំមានមុខរបរមួយការងារមួយក៏ប៉ុន្តែអត់មាន business ដូចជាគាត់ទេ You're confident, right? I can get that. I am what? យល់ទេខ្ញុំយល់ថាគាត់រសារខ្ញុំឬក៏គាត់និយាយពីអីទេប៉ុន្តែក្រោយគឺអត់ភ្លេចទេអរគុណគេដែលបាននិយាយចឹងទោះបីវាអត់យល់ថាគេនិយាយពីអីក៏ដោយ Okay, so what do you want to tell, or what do you want to ask me? ពេលកាន់តែចិត្តអស់ហើយសួរគាត់ចង់មានអីនិយាយអត់ What's your favorite food to eat? ខ្ញុំគិតថាខ្ញុំចាប់ផ្ដើមយល់អីដែលគាត់និយាយជាងមុនណាគឺគាត់ចង់សួរថាតើខ្ញុំចូលចិត្តម្ហូបអីជាងគេ What's your favorite to I eat don't think I have a favorite food because I like almost all food. សូម្បីតែខ្ញុំក៏អត់ដឹងថា my favorite food is អីគេដែរដោយសារតែខ្ញុំចិត្តម្ហូបសឹងតែគ្រប់មុខទាំងអស់ហ្នឹងក៏ Except the spicy ones. ឲ្យតែម្ហូបហ្នឹងវាហឹរទៅបានហើយ You like eating humans? Huh? Humans? ហ្នឹងហើយគាត់សួរថាខ្ញុំចូលចិត្តញ៉ាំសាច់មនុស្សអត់ដោយសារតែតាំងពីដើមទីគាត់ថាខ្ញុំមើលទៅដូចសត្វខ្លាអញ្ចឹងគាត់សួរអញ្ចឹងគឺវាត្រឹមតែរបស់គាត់ដែរ No. ដឹងហើយថាគាត់និយាយលេងទេក៏ប៉ុន្តែខ្ញុំមិនដឹងទេខ្ញុំអត់សូវចេះអើយប្រកែតំណងទេលក្ខណៈថាយើងអត់ចេះលេងសើចតទៅគេវិញ You good at making joke. Nice. I guess you are not an introvert, probably extrovert. អស់ពេលហើយក៏មិនដឹងនិយាយអីទៀតបានដែរមានតែ Bye, an extrovert horse.